តាំងពីតូចម៉ាស្រីពិតត្រូវបានបោកចោលហើយថ្ងៃនេះទើបតែត្រូវឪពុកម្ដាយពិតយកត្រឡប់មកផ្ទះវិញតែពេលជំហានចូលផ្ទះនាងស្ទើរតែភ្លាត់ភ្នែកគ្រូសានេះមិនដូចអ្វីដែលនាងគិតសោះឪពុកម្ដាយសូម្បីតែគន់នៅមុខទ្វារពេញមួយយប់គ្រាន់តែដើម្បីស្វាគមន៍នាងត្រឡប់មកវិញតាមការគិតរបស់នាងកូនស្រីចិញ្ចឹមគួរតែជាមនុស្សចិត្តអាក្រក់ដែលតែងរកវិធីធ្វើបាបនាងប៉ុន្តែអ្វីដែលមិននឹកស្មាននាងវិញឲ្យនាងថាបងស្រីដោយគោរពវាមិនត្រឹមត្រូវសោះម៉ាស្រីពិតច្របូកច្របល់មិនយល់ថាមានអ្វីកើតឡើងម្ដាយរនាងឡើងជាន់លើឪពុកទើបយកអីវ៉ាន់ពីស្រុកតែពេលឃើញថ្មដែលនាងលើកមកដោយដៃមួយឪពុកប្រើកម្លាំងទាំងអស់ក៏មិនអាចរុញបានអ្វីដែលគិតថានឹងកើតឡើងទើបតែចាប់ដើមមួយខាងជាបន្ទប់ព្រះនាងមួយខាងជាបន្ទប់អ្នកបម្រើនាងគិតថាឪពុកម្ដាយនឹងលំអៀងឲ្យកូនចិញ្ចឹមស្នាក់នៅបន្ទប់ល្អហើយទុកបន្ទប់តូចឲ្យនាងបើនាងមិនព្រមកូនចិញ្ចឹមប្រកាសជាយំលេងល្បិចហើយគ្រួសារទាំងមូលនឹងបន្ទោសនាងសម្រេចចិត្តយកបន្ទប់អ្នកបម្រើដោយខ្លួនឯងតែឪពុកវិញនិយាយភ្លាមៗថាបន្ទប់នោះជាបន្ទប់របស់មៀងជូបន្ទប់នេះទើបជារបស់អ្នកអ្វីម្ដាយក៏ជំរុញឲ្យនាងចូលសម្រាកឪពុកមើលម៉ោងហើយរត់ចុះក្រោមដោយភ័យមាសស្រីពិតកាន់តែច្របូកច្របល់មិនត្រឹមតែមិនធ្វើបាបនាងទេហាក់ដូចជាខ្លាចនាងទៀតផងមិនខ្វល់ទេនាងងុយគេងខ្លាំងពេកក៏ឡើងគេងសម្រាប់ជាមុនសិនព្រឹកថ្ងៃបន្ទាប់នាងមិនទាន់ភ្ញាក់ល្អផងក៏ត្រូវសម្លេងគោះទ្វារយ៉ាងប្រញាប់បញ្ចេញឲ្យភ្ញាក់ភ្លាមកូនស្រីចិញ្ចឹមទាញនាងចុះទៅជាន់ក្រោមឪពុកម្ដាយរៀបចំអាហារពេលព្រឹករួចរាល់តែគ្មានអ្នកណាហ៊ានចាប់ចង្កឹះសោះកូនស្រីចិញ្ចឹមប្រញាប់អង្គុយជិតនាងហើយខ្សឹបប្រាប់ថាកុំប៉ះអ្វីដោយចៃដន្យទើបនិយាយចប់អ្នកបម្រើស្លៀកពាក់ប្រណិតម្នាក់បើកទ្វារចូលមកភ្លាមគ្រួសារទាំងមូលឃើញហើយសុទ្ធតែគោរពយ៉ាងខ្លាំងហាក់ដូចជាអ្នកបម្រើនោះទើបជាម្ចាស់ផ្ទះពិតមាសស្រីពិតភ្ញាក់ផ្អើលយ៉ាងខ្លាំងឪពុកម្ដាយស្លៀកពាក់មិនល្អដោយអ្នកបម្រើផងហេតុអ្វីសំបីអ្នកបម្រើក៏ខ្លាចដែរគ្រួសារនេះកំពុងលេងល្បែងអ្វីនាងអត់ធ្មត់មិនបានទះតុកហើយសួរឲ្យពួកគេនិយាយច្បាស់កូនស្រីចិញ្ចឹមភ័យរញ្ជួយទាំងខ្លួនម្ដាយនិយាយសំឡេងទាបថាពួកយើងធ្លាប់រកបែបនេះអ្នកនឹងសឹកព្រឹកឯងនាងក៏ណែនាំជាពិសេសឲ្យនាងតែចុះឈ្មោះសាលាជាមួយប្អូនស្រីមាសស្រីពិតមិនទាន់សួរបន្តផងឪពុកម្ដាយរត់ចេញដោយភ័យបន្ទាប់មកនាងស្លៀកខោអាវថោកទៅសាលាជាមួយកូនស្រីចិញ្ចឹមអ្វីដែលនាងមិននឹកស្មានគឺកូនស្រីត្រកូលធំមិនមានឡានប្រណិតមកយកទេតែត្រូវជិះម៉ូតូអគ្គិសនីទៅសាលាទៅដល់សាលាកូនស្រីចិញ្ចឹមអង្គុយជួរចុងក្រោយមិនយូរប៉ុន្មានសិលអន្តពេលម្នាក់ដើរមកជិតកាន់កែវទឹកក្នុងដៃមេស្រីពឹកគិតក្នុងចិត្តថាវាជាល្បិចចាស់គាត់ប្រកាសជាអ្នកតាមប៉ាន់របស់កូនស្រីចិញ្ចឹមចាំងបង្ហាញខ្លួនប៉ុន្តែភ្លាមសិលអន្តពេលបោះសិភៅទៅលើក្បាលនាងហើយស្រែកឲ្យទៅដាក់ទឹកត្រូវតែទឹកក្តៅ80អង្សាកូនស្រីចិញ្ចឹមពិតជាគោរពរើសសៀវភៅឡើងជូនមិនហ៊ានតវ៉ាសោះមីស្រីពិតមិនបានសួរថាគ្រូសាយើងក៏ជាត្រកូលធំហេតុអ្វីត្រូវខ្លាចក្មេងបែបនេះកូនស្រីចិញ្ចឹមមិនហ៊ាននិយាយទប់ក្បាលហើយទៅដាក់ទឹកវិញព្រោះទឹកមិនក្តៅគ្រប់សើអន្តពេលបោះទឹកលើនាងទាំងអស់ពេលនេះមីស្រីពិតខឹងខ្លាំងបញ្ជាឲ្យកូនស្រីចិញ្ចឹមឈរត្រង់ហើយសួរទៅសិស្សអន្តពេលគេប្រកាសថាខ្លួនជាកូនប្រុសធំត្រកូលសិនមីស្រីពិតស្ទើរតែភ្ញាក់ផ្អើលត្រកូលសិនពេលណាមានមនុស្សអាក្រក់បែបនេះកូនស្រីចិញ្ចឹមទាញនាងសុំកុំសួរបន្តតែមេស្រីពិតមិនអត់ទ្រាំឡើងទៅចាប់បោកសើអន្តពេលដួលដាច់ស្មារតីហើយបញ្ជាឲ្យកូនស្រីចិញ្ចឹមទៅតត់ពី3ជើងសើអន្តពេលគំរាមថានឹងហៅបងធំមកសងសឹកពួកយើងមេស្រីពិតមិនខ្លាចបញ្ជាឲ្យទៅហៅមកឲ្យឆាប់ល្ងាចថ្ងៃនោះបងប្អូនទាំងពីរជិះម៉ូតូត្រឡប់ផ្ទះស្រាប់តែកូនស្រីចិញ្ចឹមស្រែកថាមិនឡោហើយសើអន្តពេលកំពុងបើកឡានប្រណិតត្រកូលសិនហៅបងធំមកសងសឹកពួកយើង